ចំហុយពងទាជាមួយនឹងផ្សិតមុខម្ហូបរបស់យើងថ្ងៃនេះគឺមើលទៅទំនងមែនទែនហើយរាងប្លែកបន្តិចប៉ុន្តែបើបានសាកធ្វើគឺឆ្ងាញ់មែនទែនគ្រាន់តែឃើញនឹងថាស្រស់មើលទៅទំនងមែនទែនដួសបន្តិចមកអូយដាក់មួយបាយវិញមួយចានពីរចានឲ្យត្រូវប៉កតែម្ដងនេះមើលទៅទន់គួរឲ្យចង់ញ៉ាំដាក់ទៅរសជាតិទៀតមានតែពងទាជាមួយនឹងផ្សិតប៉ុណ្ណេះជាតិយុទ្ធនាអស់មើលទៅទំនងមែនទែនហើយគ្រឿងផ្សំហ្នឹងក៏ងាយមែនទែន យើងមានតែពងទា5គ្រាប់ហើយផ្សិតនេះខ្ញុំដាក់ចំនួន1ខាំជាមួយនឹងស្លឹកខ្ទឹមហើយម្ទេសជាការស្រេចយើងបន្ថែមជាមួយតែអំបិលស្ករប៊ីចេងហើយប្រេងឆាបន្តិចទៅជាមួយនឹងទឹកបន្តិចរួចរាល់តែម្ដងឥឡូវនេះយើងមកចាប់ផ្ដើមលាងជាមួយនឹងពងទានេះយើងលាងដុសវាឲ្យបានស្អាតទៅដើម្បីឲ្យពេលយើងធ្វើហ្នឹងក៏ងាយស្រួលមែនតើចំណែកផ្សិតគឺយើងយកមកហាន់ផ្សិតនេះយើងហាន់កន្លែងដែលមានដីវាតោងជាប់ហ្នឹងគឺហាន់ឲ្យបានស្អាត កាលណាតាហាន់អត់បានស្អាតទេវាជាប់ដីជាប់អីលាងអីទៅយើងចិត្តញ៉ាំទៅគឺអត់ឆ្ងាញ់ទេវាដោយដីអញ្ចឹងទៅហើយផ្សិតនេះថាមើលទៅល្អមែនទែនហើយខ្ញុំរើសយកតែណាល្មមទេសំណុកនៅពេលដែលយើងយកទៅធ្វើទៅគឺយើងហាន់ពុះ1ជា4តែម្ដងនៅពេលដែលយើងហាន់អីលាបយល់អីហើយយើងចាប់ផ្ដើមយកវាមកលាងទឹកយើងលាងទឹកឲ្យបានស្អាតទៅជាមួយនឹងស្លឹកខ្ទឹមម្ទេសជាមួយនឹង ផ្សិតចំបើងរបស់យើងហ្នឹងរៀងស្អាតទុកឲ្យស្រស់ទឹកទៅចាំយើងយកមកធ្វើម្ហូបយកមកហាន់អីចឹងទៅហើយផ្សិតនេះខ្ញុំឃើញចឹងអុយថាមើលទៅទំនងមែនតែនតែដាក់ជាមួយពងទានឹងក៏ជាតិក៏ត្រូវតែម្ដងសូមពុកម៉ែបងប្អូនកុំភ្លេចជួយ Subscribe Channel YouTube ក៏ដូចជា Follow Facebook Page នាងខ្ញុំផងឈ្មោះអ៊ុំចាណេតអរគុណទុកជាមុនកន្លែងមកមើលផ្សិតយើងនេះក្រោយពីលាងទឹកឲ្យបានស្អាតហើយយើងចាប់ផ្ដើមយកវាមកមួយពុះជា4ក្នុងករណីបើវាធំយើងអាចយកមួយពុះជាទូចចម្រៀកហ្នឹងទៅបន្ទាប់មកយើងមកហាន់ស្លឹកខ្ទឹមជាចំណិតតូចទៅទុករួយទៅដាក់នៅពេលដែលយើងគោះពងទាគួរអីហើយចំណែកពងទាគឺយើងចាប់ផ្ដើមដាក់ចានដាក់អីមកយើងគោះថាពងទាល្អមែនតើឡើងក្រហមតែឃើញអញ្ចឹងគឺទំនងតែម្ដងពុកម៉ែបងប្អូន បន្ទាប់ពីយើងគោះពងទាដាក់ចំនួន5គ្រាប់អីហើយគឺយើងមកថែមគ្រឿងក្រៅហ្នឹងគឺងាយស្រួលមែនតើដាក់អំបិលស្ករជាមួយនឹងប៊ីចេងអញ្ចឹងទៅបន្ទាប់មកយើងកូរឲ្យទាល់តែគ្រឿងហ្នឹងរលាយចូលសព្វទៅក្នុងពងទាហ្នឹងឲ្យអស់សិនកាលណាតែយើងកូរអត់រលាយសព្វទេអាចនៅប្រៃផ្អែមម្ដុំអញ្ចឹងណាបន្ទាប់ពីនោះមកគឺយើងចាប់ផ្ដើមដាក់ផ្សិតយើងចូលបន្ថែមជាមួយនឹងស្លឹកខ្ទឹមមកហើយយើងកូរវាបន្តិចទៅឲ្យវាចូលជាតិចូលអី យើងបន្ថែមជាមួយនឹងទឹកបន្តិចមកដូចជាកន្លះស្លាបព្រាបាយហ្នឹងយើងដាក់ទឹកហ្នឹងដើម្បីឲ្យនៅពេលដែលយើងចំហុយពងទាហ្នឹងទៅគឺសាច់វាទន់មែនតែនហើយយើងបន្ថែមជាមួយនឹងប្រេងឆានេះខ្ញុំដាក់កន្លះស្លាបព្រាបាយដែរដើម្បីឲ្យវារក្សាពណ៌នៅបន្លែរបស់យើងក៏ដូចជាស្លឹកខ្ទឹមនៅពេលដែលយើងយកទៅធ្វើចំហុយហើយគឺឃើញនៅបន្លែហ្នឹងនៅស្រស់ល្អមែនតែនយើងចាប់ផ្ដើមដាក់ឆ្នាំងដាក់ទឹកហើយយើងដាក់ ពងទាដែលយើងបានវាយក្លុកជាមួយនឹងផ្សិតហ្នឹងចូលទៅក្នុងហ្នឹងទៅបន្ទាប់មកយើងបើកភ្លើងហើយយើងចំហុយក្នុងរយៈពេល15នាទីបន្ទាប់ពី15នាទីដែលខ្ញុំបានចំហុយហ្នឹងខ្ញុំមកបើកមើលនិយាយថាឡូវអូយពុះហុយផ្សែងទលោមតែម្ដងមើលទៅថាទំនងមែនតែនហើយឈ្ងុយស្លឹកខ្ទឹមឈ្ងុយអីមែនតែនឥឡូវនេះចាប់ផ្ដើមមកមើលថាពងទាចំហុយផ្សិតរបស់យើងហ្នឹងឆ្អិនឬនៅអញ្ចឹងខ្ញុំចាប់ផ្ដើមយកសមកចាក់មើលសិន យើងឃើញថាអូយចាក់មើលទៅគឺអត់មានឡើងទឹកអត់មានឡើងអីទេគឺស្ងួតល្អឆ្អិនដល់ខាងក្រោមហើយបើសិនជាយើងដាក់ចំហុយហើយឃើញថាមិនទាន់ឆ្អិនទេយើងអាចដាក់ចំហុយបន្តទៀតហើយនេះសូម្បីតែពេលយើងចំហុយនេះមើលទៅថានៅស្រស់ល្អមែនតើជាមួយនឹងផ្សិតជាមួយនឹងគ្រឿងក្រៅផ្សំរបស់យើងពណ៌ឡើងស្រស់ល្អតែម្ដងគួរឲ្យចង់ញ៉ាំមែនតើតែប៉ុណ្ណេះទៅយើងចាប់ផ្ដើមបិទភ្លើងបិទអីហើយយើងលើកវាមកនេះថាដួសទៅមើលទៅសាច់ឡើងទន់ល្មើយគួរឲ្យចង់ញ៉ាំគ្រាន់តែមើលហ្នឹងក៏ដឹងថាទន់ហើយស្រស់ល្អមែនតើដាក់ជាមួយបាយអីគឺត្រូវតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាហើយគ្រាន់តែឃើញចឹងបាយអស់មួយចានពីរចានអូយថាឃ្លានមែនតើហើយញ៉ាំទៅឆ្ងាញ់ទៀតបានស្រស់ចេះអីហ្នឹងអូយថាត្រូវជាតិតែម្ដងអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា